សម្បត្តិនៃពៀនគឺជាសម្បត្តិដែលបានមកប្រកបដោយអសរសុខតោងទាមនៅគ្រប់សម្បត្តិទាំងឡាយនោះសូម្បីតែព្រះក៏ត្រូវការប្រើសម្បត្តិនៃពៀនត្រូវមានសម្បត្តិក្នុងការប្រើប្រាស់នៅសម្បត្តិនៃពៀនអីសីអីសូក៏ដូចគ្នាអ្នកមានទាំងឡាយមន្ត្រីធំទាំងឡាយក៏ត្រូវតែមានសម្បត្តិដូចគ្នាហើយសម្បត្តិនោះគឺជាសម្បត្តិដែលទទួលបានមកហើយប្រកបដោយធម៌ប្រកបដោយអសរសុខតោងទាមមកនេះមិនមែនជាសម្បត្តិដែលបានមកពីការឆក់ប្លន់ពីការបោកប្រាស់ពីការបន្លំទ្របគេអីនោះទេអញ្ចឹងលោកទាំងឡាយត្រូវពិចារណាអំពីសភាវៈធម៌ដែលកើតមកចំពោះធម្មជាតិដែលមានជីវិតគ្រប់គ្នានេះឲ្យបានច្បាស់ត្រូវយល់ពីរបៀបនៃការលះបង់បើមិនដូច្នោះទេលោកទាំងឡាយមិនអាចឆ្វេងយល់អំពីធម៌ហើយស្វែងរកពធនោះនៅទីណាបានទេការស្វែងរកធម៌ដ៏ពិតប្រាកដគឺមិនមែននៅតាមវត្តតាមភ្នំតាមលអាងឬក៏តាមទីកន្លែងណាមួយដែលលោកទាំងឡាយចង់នោះទេធម៌ទាំងឡាយគឺនៅក្នុងខ្លួនមនុស្សពីចុងសក់ដល់ចុងជើងគឺសុទ្ធតែជាធម៌ហើយក៏ជាធម៌ពិតប្រាកដដែលនៅខាងក្រៅលោករបស់យើងគ្មានកូនត្រូវយល់ណាឲ្យយល់ពីដំណើរអត្តកម្បាំងហ្នឹងហើយដល់ទៅពេលកូនខ្លះអីស្អីអីនៅប្រើទូរស័ព្ទអ្នកបោះអីនៅប្រើទូរស័ព្ទអញ្ចឹងទេពិចារណាណាកូនទាំងឡាយលោកទាំងឡាយគ្រប់គ្នាអ្នកបោះដែលលោកមិនទាន់បានសម្រេចនៅធម៌ជាន់ខ្ពស់លោកក៏ត្រូវសការសម្បត្តិមួយដែលជាកុសលរបស់ខ្លួនសំទុកគ្រប់ជាតិមកហ្នឹងដើម្បីធ្វើជាប្រយោជន៍មួយក្នុងការដឹកនាំដំណើរធម្មជាតិខ្លួនឯងនឹងកុំឲ្យខ្វះមុខខ្វះក្រោយឲ្យការប្រតិបត្តិរបស់លោកនោះបានរលូនឈានដល់ចំណុចមួយដែលលែងត្រូវការរបស់ទាំងអស់នោះប៉ុន្តែលោកទាំងឡាយដែលជាអ្នកប្រតិបត្តិធម៌លោកមិនយល់ហើយចូលមើលទៅអ្នកបួសដោយលោកឪដែលប្រើប្រព័ន្ធទូរស័ព្ទអីនេះទូរស័ព្ទលោកឪគឺសម្រាប់យកមកតែចែករំលែកព្រះធម៌តែប៉ុណ្ណោះមិនបានទៅស្រាវរឿងអត់ប្រយោជន៍ណាមួយឬក៏ធ្វើជារឿងណាមួយក្នុងការប្រឆាចពីច្បាប់សង្គមដែលគេហាមឃាត់នោះដែរមានតែខិតខំចម្រើនជួយដល់ផ្លូវលោកទាំងឡាយពិសេសអស់លោកអ្នកមានបុណ្យដែលឈរដឹកនាំមនុស្សជាតិគ្រប់ប្រទេសហ្នឹងទៅតាមលទ្ធភាពដែលអាចធ្វើបានតែប៉ុណ្ណោះនេះចិត្តអ្នកបួសគ្រាន់តែថាជួយបានដោយកម្រិតណាយើងចេះតែធ្វើទៅពីព្រោះវាជាភារកិច្ចមួយសម្រាប់បុគ្គលដែលបួសព្រោះការបួសនេះលោកទាំងឡាយត្រូវយល់ពីពាក្យបួសផងណាគឺបួសធម្មជាតិទាំង7របស់ខ្លួនបួសព្យាយាមស្វែងរកសិលឲ្យកើតជាធម៌មួយដ៏អច្ឆរិយៈក្នុងការជួយសង្គ្រោះអ្នកមានបុណ្យដែលដឹកនាំផ្លូវលោកទាំងឡាយនោះឲ្យជួបតែសេចក្តីសុខចម្រើនឲ្យការដឹកនាំផ្លូវលោកទាំងឡាយគ្រប់អង្គនោះដឹកនាំbyរលូនគ្មានភាពអាក្រក់ណាចង់និយាយចឹងណាប៉ុន្តែលោកទាំងឡាយដូចអត់យល់លោកឲ្យចែករំលែកពធជាច្រើនកូនទាំងឡាយដែលចូលស្ដាប់កូនពិចារណាគ្រប់អង្គចោះលោកឲ្យអត់បានសម្ដែងនៅធម៌ទាំងឡាយណាដែលប្រឆាចពីដំណើរសច្ចធម៌ធម្មជាតិដែលព្រះគ្រប់អង្គតាមបណ្ដាសាសនាចង់បាននោះទេណាអត់មានទៅពឹងផ្អែកទៅលើអានុភាពក្រៅខ្លួនណាមួយចម្រងបួងសួងឲ្យគេមកចូលមកគ្រប់គ្រងក្នុងខ្លួនអីនោះទេណាហើយដោយកូនមួយចំនួនលោកឲ្យគាត់តែប្រាប់ថាអ្វីដែលកូនកំពុងនាំគ្នាគោរពនោះមិនមែនជាផ្លូវដ៏ត្រឹមត្រូវទេកូនទាំងឡាយគ្រប់គ្នានោះគឺសុទ្ធតែជាបុគ្គលដែលមកចាប់កំណើតលើផែនដីនឹងមានសារៈសំខាន់ណាស់ដែលគេឲ្យមកកើតហ្នឹងណែឯងមាននិស្ស័យហើយតែលោកទាំងឡាយនោះបែរជាឲ្យនិស្ស័យរបស់ខ្លួនត្រូវអំណាចអធិពលអត្តកម្បាំងនៅចន្លោះលោកទាំង3ហ្នឹងទៅបន្លំបានទៅជ្រៀតចូលគ្រប់គ្រងក្នុងធម្មជាតិខ្លួនឲ្យខ្លួនឯងខ្លាចទៅជាបុគ្គលម្នាក់រវើរវាយនិយាយមិនដឹងអីនោះ
ដូចជាភាសាឋានភាសាអ្វីផ្សេងដែលលោកទាំងឡាយកំពុងសិក្សានោះភាសាឋានស្អីលោកឪសូមប្រាប់ទៅកូនទាំងអស់គ្នាទៅចោះសូមបីតែព្រះសម្មាសម្ពុទ្ធលោកមិនទាំងដឹងអាភាសានោះស្អីផងមួយជាឋានភាសាឋានភាសាតកូនចិត្តតែនឹកឃើញនិយាយតាមរយៈការអាសភាវៈមិនល្អនឹងវាជំរុញឲ្យកូនទាំងឡាយនោះណាដើម្បីបំបត្តិភាពបរិសុទ្ធរបស់ខ្លួនវាត្រូវតែបណ្ដំលោកទាំងឡាយនឹងបែបនោះពីព្រោះវាដឹងពលឹងទាំងឡាយនោះវាដឹងថាមនុស្សនោះតែហ៊ានសម្រេចធម៌ជាន់ខ្ពស់ដើរក្នុងផ្លូវត្រូវពុតប្រកបជាមានអធិពលខ្លាំងជាងពពួកអាពលឹងព្រាយនោះឯងពលឹងបិសាចនោះឯងអញ្ចឹងទេវាជ្រៀតចូលណាឲ្យបកគលនឹងមានមោទនភាពឆេវឆាវហិង្សាទឹះគេទឹះឯងតាំងខ្លួនឯងជាស្អីផ្ដេសផ្ដាស់និយាយចេញមកសិតតែភាសាឋានភាសានឹងលោកឲ្យចេះមុនលោកទាំងឡាយនឹងទៅទៀតតែពីមុនមកដោយសារតែការដើរខុសជាច្រើនឆ្នាំកន្លងមកនោះទើបលោកឲ្យទម្លាយការឆ្វេងយល់អំពីរឿងទាំងឡាយនោះដឹងហើយកូនទាំងអស់គ្នាដើរក្រោយលោកឲ្យសោះប្រាប់ទៅបែរជាមានចិត្តកំហឹងខឹងប៉ុន្តែលោកឲ្យមិនប្រកាន់ទេបន្តិចទៀតលោកទាំងឡាយនោះនឹងបានយល់អ្វីដែលលោកឲ្យសម្ដែងនេះចង់បានភាពពិតប្រាកដចង់បានអានុភាពចង់បានកេរ្តិ៍ឈ្មោះចង់បានអ្វីទាំងឡាយមិនមែនថាទៅលើរឿងចង់ទេលោកទាំងឡាយហើយកាលណាសម្ដែងទៅវាប៉ះពាល់ហើយកូនមួយចំនួនដែលកំពុងតែនិយាយស្អីណាភាសានេះភាសានោះនិយាយចុះនិយាយឡើងកើតមោទនភាពទៅកន្លែងណាតែមិនស្រួលទឹកភ្នែកទឹកសបោតែខ្លួនឯងនោះយូរអាពលឹងព្រីពលឹងអាក្រក់ចូលធប់ខ្លួនលែងចង់រស់ទៅបញ្ជាចិត្តឲ្យទៅចងកកឲ្យទៅគិតរឿងដែលមិនគួរគិតនឹងមកដោសចេតនាទឹកភ្នែកនោះពិបាកឡើយប្រយ័ត្នបន្តិចណាយើងពិបាកប្រកាន់វាមិនកើតទេដោយសារអីគ្នាកំពុងតែស្ថិតនៅក្នុងផ្លូវមួយដែលពិបាកមែនតើហើយកូនខ្លះតាំងខ្លួនសុទ្ធតែជាប្រមេតដាត្រៃភពប្រមេតដាស្អីណាអ្នកនេះអ្នកនោះយល់ពីពាក្យប្រមេតដាប្រមេតអីនោះទេប្រមេតដាមួយក្នុងប្រតិធម្មជាតិគេបង្កប់នៅទឹកអមរិតមួយនៅចំកណ្ដាលដើមទ្រូងរបស់ទ្រង់តជាក់ដូចទឹកអមរិតគ្មានការចលោតគ្មានកំហឹងគ្មានហិង្សាអត់ធ្មត់ខ្ពស់ជាទីបំផុតណាប្រមេតដាមួយហើយចុះប្រមេតដាលោកទាំងឡាយនិយាយអីតែមិនស្រួលបីសាច់ចេញធ្លោមកផ្លែតហួយអត់ចាប់អារម្មណ៍ខ្លួនឯងថាជាស្អីអត់ច្បាស់ប្រយ័ត្នឲ្យមែនតើប្រមាធរណីជាទីគោរពជីវិតខ្ញុំមានពលឺរស់រាល់ថ្ងៃក៏ដោយសារបានស្ដាប់ធម៌ទេសនាលោកឪនឹងហើយសាធុកូនដោយសូមមើលសំណួរទៀតសិនកងសវីថ្វាយបង្គំលោកឪមនុស្សឥឡូវពិបាកនិយាយណាស់បំណងល្អគេមិនយកទុកក្នុងចិត្តទេតែបើបំណងអាក្រក់វិញគេជឿឲ្យគោរពទៀតមនុស្សបែបនេះមានទុកទើបភ្ញាក់ខ្លួនមិនភ្ញាក់ទេកូនទាំងឡាយហើយបោសិផៃចំពោះកូនជឿលើនិស័យបើផលបន់កូនមានកូននឹងបានជួបលោកឪផ្ទាល់នៅថ្ងៃណាមួយថ្ងៃនេះកូនបានស្ដាប់ធម៌ទេសនារបស់លោកឪជាបន់ពេកហើយសាធុកូនសិផៃកូនអត់ដល់ទេលោកឪនៅខេត្តបន្ទាយមានជ័យមានសត្វខ្លាបណ្ដាកូនចូលនៅក្នុងភូមិហើយលោកឪនោះវីវយចូលប្រុងប្រយ័ត្នណាកូនទាំងឡាយសត្វព្រៃដែលវាដើរចូលស្រុកហើយវាសុទ្ធតែជាមានហេតុមួយដែលចង់ឆ្លោះបង្ហាញជាសច្ចធម៌មួយឲ្យមនុស្សទាំងអស់ត្រូវមានការប្រុងប្រយ័ត្នណាជឿតរិនលោកឪកូនអត់បានបើកមើលគ្រប់ទូរស័ព្ទទេតែកាលណាកំពុងបើក sticker ស្ដាប់លោកឪទេសនាជាមួយកូនសាធុកូនហ្នឹងហើយប្របីណាស់ដែលកូនទាំងអស់គ្នានៅក្នុងក្រុមគ្រួសារកូន
បាននាំកូនចៅរបស់កូនទាំងអស់ក្នុងការចូលមកស្ដាប់ការចែករំលែកពធរបស់លោកឪណាសូមឲ្យមានចិត្តជ្រះថ្លាហើយនាំគ្នាដើរទៅលើផ្លូវដែលត្រឹមត្រូវចាស់សេងស៊ីមលោកឪមានដីកាល្អសច្ចធម៌ឃើញពិតនិងភ្នែកស្ដាប់ឮនឹងត្រជាហើយមនុស្សទាំងអស់នោះប្រហែលជាបីសាច់នឹងព្រាយចូលអស់ហើយលោកឪបានជាគេមិនជឿកូនហើយលោកឪចង់ជួយពួកគាត់តាមរយៈការចែករំលែកនៅសច្ចធម៌ទាំងអស់នេះពីព្រោះលោកឪដឹងថាពួកគាត់គឺជាបុគ្គលម្នាក់អស្ចារ្យណាស់ដែលគេបានមកឲ្យមកចាប់កំណើតនេះមានតួនាទីជួយសង្គ្រោះលោកប៉ុន្តែគាត់បានជ្រុលបណ្ដេតបណ្ដោយឲ្យសភាវៈទាំងឡាយចូលទៅគ្រប់គ្រងក្នុងខ្លួនគាត់ឃើញទេឲ្យគាត់មានមោទនភាពតាំងខ្លួនឯងជាមនុស្សមួយដ៏អស្ចារ្យចំណុចនេះហើយដែលខុសនិស័យក្នុងការប្រតិបត្តិធម៌ទទួលបាននូវធម៌បរិសុទ្ធដែលគេហៅថាកុសលធម៌នោះគឺមិនមែនបានមកពីការខិតខំរៀបចំដង្វាយផ្ដេសផ្ដាសទៅឧទ្ទិសនឹងតាមព្រៃភ្នំតាមអាស្រមតាមវត្តឯណានៃនោះទេពុទ្ធអវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គបានបន្សល់ទុកពីរបៀបនៃការដឹកនាំធម្មជាតិរបស់ខ្លួនឲ្យដើរដល់ទីបញ្ចប់នៃសច្ចធម៌នេះព្រះអង្គបានធ្វើការឆ្លុះបង្ហាញជាច្រើនតែលោកទាំងឡាយមិនយល់មិនដឹងថាខ្លួនឯងកំពុងគោរពលើស្អីឲ្យច្បាស់លាស់តែបែរជាមកចោទលោកឪសាសនាព្រះពុទ្ធគ្មានឡើយការរៀបចំបាយសីការអុជធូបការសែនព្រេនសាសនាព្រះពុទ្ធគឺតម្រូវឲ្យបុគ្គលអ្នកបួសក៏ដូចជាអ្នកប្រតិបត្តិធម៌ក្នុងដំណើរសាសនាត្រង់នោះជាយាមស្វែងយល់អំពីដំណើរច្បាប់ធម្មជាតិរបស់ខ្លួនដែលមាននៅក្នុងសម្បកកាយតើធម្មជាតិទាំងឡាយនោះគឺជាធម្មជាតិដែលមានភាពអច្ឆរិយៈប៉ុណ្ណាគឺជាទ្រព្យដ៏សំខាន់ប៉ុណ្ណានេះអ្វីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឲ្យយើងបានដឹងដូច្នេះសាសនាព្រះពុទ្ធមិនមានទេការដុតធូបការរៀបចំបាយសីដង្វាយព្រះផ្ដាស់នោះហើយសាសនាព្រហ្មញ្ញក៏ដូចគ្នាណាសាសនាព្រហ្មញ្ញក៏ដូចគ្នាព្រហ្មញ្ញរឹតតអត់ទៅទៀតរឿងបាយសីរឿងឧទ្ទិសបួងសួងរឿងអុជធូបរឿងសែនព្រេនរឿងអ្វីទាំងអស់អត់មានដាច់ខាតដើរមើលទៅតាមរូបចម្លាក់នៃប្រាសាទទាំងអស់នោះធ្វើឡើងតំណាងឲ្យសាសនាព្រហ្មញ្ញមើលទៅនៅក្នុងសាសនាព្រហ្មញ្ញមានបាយសីទេនៅតាមចម្លាក់សាសនានៅប្រាសាទយើងអង្គរហ្នឹងតំណាងឲ្យគ្រប់សាសនាព្រហ្មញ្ញពុទ្ធអល់ឡោះគ្រឹះសាសនាណាក៏ដោយចឹងទេសង្ឃឹមតកូនទាំងអស់គ្នាណាពិចារណាគ្រប់គ្នាឡើងមហាឧទ្ធាងអធោលោកឪកូនបានតាំងចិត្តថាថ្ងៃណាមួយលោកឪហៅកូនទៅបួសមិនអីទេកូនចំពោះរឿងបួសរៀននេះឲ្យតែកូនបានព្យាយាមប្រតិបត្តិទៅតាមអ្វីដែលលោកឪបានចែករំលែកតាមទេវកថានេះចាត់ទុកថាកូនបានបួសហើយណាមិនចាំបាច់កូនទាល់តែកូនធ្វើដំណើរទៅដល់អាស្រមលោកឪទើបហៅថាអ្នកបួសហើយណាពាក្យថាបួសគឺបួសដំណើរធម្មជាតិទាំង7របស់ខ្លួនមិនថាកូននៅទីណាទេឲ្យតែកូនបួសហើយពាក្យថាបួសធម្មជាតិទាំង7របស់ខ្លួននោះបែបណាគឺការប្រឹងប្រែងប្រតិបត្តិទៅតាមអ្វីដែលលោកឪបានបកស្រាយហ្នឹងរបៀបដឹកនាំធម្មជាតិខ្លួនឯងរបៀបសម្អាតធម្មជាតិខ្លួនឯងចូលចម្រើនកូនណែភាកូនសូមក្រាបថ្វាយបង្គំលោកឪពីចម្ងាយលោកឪកូនសូមសួរមួយសំណួរតើនៅក្នុងផ្ទះយើងត្រូវដាំដើមឈើអ្វីខ្លះដែលឲ្យមានពលឺរស្មីមានសេរីសួស្តីលោកឪសូមលោកឪបង្ហាញ
បង្ហាត់បង្ហាញកូនផងសាធុកូនចូលចម្រើនរុក្ខជាតិទាំងឡាយប្រៀបដូចជារោមរបស់មនុស្សលោកគ្រប់គ្នាដែលដុះលើស្បែកមានរោមតូចរោមធំរោមល្អិតជាច្រើននៅលើស្បែកដែលប្រៀបដូចជារុក្ខជាតិទាំងឡាយដែលដុះលើផែនដីនេះឲ្យតែជារុក្ខជាតិដុះច្រើនលើផែនដី គឺសុទ្ធតែជារុក្ខជាតិដែលជួយត្រនៅផែនដីនេះទាំងអស់ដូច្នេះរុក្ខជាតិណាក៏ល្អដែរក៏ប៉ុន្តែនៅក្នុងផ្ទះបើយើងចង់ឲ្យមានរុក្ខជាតិធ្វើជាម្លប់យើងគួររកដើមរុក្ខជាតិទាំងឡាយណាដែលមានសារៈប្រយោជន៍អាចផ្ដល់ដល់មនុស្សលោកបានយើងដាំចុះវាអត់មានឆុងវាអត់មានស្អីទាំងអស់គ្រាន់តែថាធ្វើយ៉ាងម៉េចបង្កើតទីអាវាសដែលខ្លួនកំពុងដាំដើមឈើនោះឲ្យខ្លាចទៅជាអាវាសមួយដ៏ល្អកុំឲ្យមានសភាវៈណាមួយទៅចូលទៅបានហើយពីព្រោះគ្រប់រុក្ខជាតិក៏វាមានសភាវៈមិនល្អដែលបាត់បង់សច្ចធម៌មុនការកំណត់ពីមនុស្សនោះទៅហ្នឹងអាចទៅតោងទាមទៅទុំលើដើមរុក្ខជាតិទាំងឡាយនោះបានគ្រប់រុក្ខជាតិលោកទាំងឡាយគួរតែព្យាយាមណាកូនទាំងអស់គ្នាព្យាយាមធម៌ដ៏ពិតប្រាកដគឺនៅក្នុងខ្លួនរបស់មនុស្សយើងគ្រប់គ្នាចាប់ពីចុងសក់ដល់ចុងជើងនេះគឺសុទ្ធតែធម៌ពិតដើម្បីឲ្យដឹងថាសភាវៈធម៌ខាងក្រៅមានការប្រស្រ័យតាក់ទងគ្នាអ្វីខ្លះជាមួយនឹងសភាវៈធម៌ធម្មជាតិពិតប្រាកដរបស់ខ្លួនទៅបានលោកទាំងឡាយត្រូវតែព្យាយាមចម្រើននៅអាការៈទាំង33ចាប់ពីចុងសក់ដល់ចុងជើងហ្នឹងដែលលោកឪបានធ្វើការចែករំលែកផ្សព្វផ្សាយកន្លងមកនោះប្រឹងប្រែងចម្រើនអដ្ឋិអិមៈស្មឹងនឹងស្អីគេដើម្បីចង់ដឹងអដ្ឋិអិមៈស្មឹងយើងត្រូវតែចម្រើនពាក្យហ្នឹងរហូតដល់វាកើតជាធម៌មួយត្រាស់ដឹងនៅសច្ចធម៌ពុទ្ធថាពាក្យនេះវាមានការប្រស្រ័យតាក់ទងគ្នាជាមួយនឹងសភាវៈធម៌ខាងក្រៅនឹងនេះជាវត្ថុនេះឲ្យច្បាស់អញ្ចឹងហ្នឹងហើយកូនដើមជ្រៃដើមពោធិ៍នេះក៏ជាមលុបត្រជាក់ប៉ុន្តែវាភាគច្រើនដើមទាំងឡាយនោះកាលពីចំនួនព្រះដែលលោកបានទទួលបាននូវការត្រាស់ដឹងលោកតែងតែទៅគង់ក្រោមមលុបនៃរុក្ខជាតិទាំងអស់នោះអញ្ចឹងពពួកប្រលឹងទាំងឡាយដែលស្លាប់ពីមនុស្សលោកទៅនឹងតែងតែទៅគង់នៅទីនោះក្នុងបច្ចុប្បន្ននេះក៏ដែរមិនឃើញភ្លើងហោះចេញពីដើមពោធិ៍ដើមជ្រៃទេអីដើម្បីបន្លំមនុស្សជាតិមនុស្សលោកទាំងឡាយដែលមានការគោរពលើជំនឿហ្នឹងច្រឡំបាល់គ្រប់គ្នាចឹងយើងត្រូវឆ្វេងយល់អំពីអត្តកម្បាំងហ្នឹងណាឲ្យបានច្បាស់បើមិនចឹងទេយើងឆ្ងល់ខំធ្វើល្អខំគោរពខំអីប៉ុន្តែលទ្ធផលទទួលបាននៅទីបំផុតនោះបែរជាធ្វើឲ្យកូនខ្លួនឯងឬក៏អ្នកដែលកំពុងគោរពនោះខ្លាចជាបកគោលមួយអភ័ព្វខ្លួនអភ័ព្វប្រាណអភ័ព្វចិត្តហើយយើងមិនព្រមសួរខ្លួនឯងពិបាកប្រូសាលបាត់ដំបងលោកឪមនុស្សឥឡូវប្លែកណាស់ហេតុអីបានជាមនុស្សប្រុសមនុស្សស្រីជាប់គ្នាលោកឪបានបកស្រាយម្ដងហើយកូនរឿងចឹងណាជាចិត្តត្រាលោកឪមានគាថាអីគេបំព្រួញបងរួញអីបងរួញទេកណាសូមព្រោះដើរទៅរៀនរហូតរឿងគាថាបងរួញដីបងរួញស្អីនោះនៅក្នុងគាថាទាំងឡាយវាមានហើយក្នុងគម្ពីរក្នុងក្រាំងនោះតែកូនមិនអាចយកគាថានោះទៅប្រើបានទេដោយសារថាកូនមិនទាន់បានខ្លាយជាមនុស្សម្នាក់ដែលធ្វើឲ្យធម្មជាតិទាំង7នៅក្នុងខ្លួនរបស់កូននោះខ្លាយជាធម្មជាតិមួយដែលមានសិលមានភាពបរិសុទ្ធ
មានទឹកអមរិតនៅក្នុងខ្លួននៅឡើយដូច្នេះកូនរៀនគាថានឹងក៏រៀនគ្មានប្រយោជន៍លោកទាំងឡាយដែលខិតខំប្រឹងប្រែងទាំងឡាយក៏គ្មានប្រយោជន៍រៀនចុះរៀនឡើងតែមិនស្រួលត្រូវបានឥទ្ធិពលដែលនៅក្នុងចន្លោះលោកទាំង3ហ្នឹងផ្ដល់ឥទ្ធិពលឲ្យខ្លាចជាបុគ្គលមួយហួងហែងចង់ឈ្នះចង់ចាញ់ចង់អួតចង់អាងចង់សម្ដែងរិទ្ធឲ្យគេទាំងឡាយឃើញថាខ្លួនឯងអស្ចារ្យដើម្បីឲ្យគេមកគោរពរឿងគឺវាមានតែប៉ុណ្ណឹងសម្រាប់លោកទាំងឡាយដែលមិនយល់អំពីសភាវៈធម៌នេះឃើញទេបើលោកទាំងឡាយកំពុងនាំគ្នាប្រតិបត្តិក្នុងដំណើរធម៌ហើយនៅមានចិត្តគំនិតដូចអ្វីដែលលោកបានប្រាប់នេះទេលោកទាំងឡាយមិនអាចស្វែងរកធម៌ពិតមួយនៅក្នុងកាយរបស់ខ្លួនឃើញទេភឿនពូស័តលោកបើយើងហូបសាច់ពេលប៉ះពាល់ដល់ជីវិតអញ្ចឹងតែយើងត្រូវហូបអីបានដែរទៅលោកចាស់បុរាណកាលដែលគេកំណត់ថាជាមនុស្សទេវមនុស្សសោគេតែងតែយករុក្ខជាតិមកធ្វើជាអាហាររបស់គេកន្លងមកតែដោយសារមនុស្សតគ្នាគ្រប់ចំនួនបំបត្តិចោលដែលគិតថាហូបចង់វាមិនឆ្ងាញ់វាមិនអីនោះក៏នាំគ្នាយកណែសាច់សត្វទាំងឡាយហ្នឹងយកមកបរិភោគដើម្បីបង្កើនប្រយោជន៍របស់ខ្លួនឯងដោយមិនបានគិតថាអ្វីដែលខ្លួនកំពុងធ្វើនោះវាមានការប៉ះពាល់ទៅដល់ធម្មជាតិដែលមានជីវិតទាំងឡាយនោះដែរទេឬក៏អត់ទេណាចំណុចអស់នេះយើងមិនអាចហាមឃាត់មនុស្សជាតិក្នុងលោកមិនឲ្យបរិភោគសាច់នោះឡើយយើងបានត្រឹមតែទេសនាសម្ដែងធម៌បង្ហាញអំពីសច្ចធម៌ពិតឲ្យលោកទាំងឡាយនោះបានយល់តែប៉ុណ្ណោះតែបើលោកទាំងឡាយណាមិនធ្វេសប្រហែសនឹងពធនេះលោកទាំងឡាយនោះនឹងត្រូវទទួលបាននូវសេចក្តីសុខចម្រើនមួយក្នុងការដឹកនាំខ្លួនឯងបានដល់ទីបញ្ចប់នៃសច្ចធម៌ដូច្នេះសង្ឃឹមថាកូនទាំងឡាយលោកទាំងឡាយមានការកាត់បន្ថយណាការកាត់បន្ថយក្នុងការបរិភោគសាច់ក្នុងការសម្លាប់សត្វទាំងឡាយដើម្បីប្រយោជន៍របស់ខ្លួនការទទួលទានដោយយកសាច់ធម្មជាតិណាមួយមានជីវិតមកធ្វើជាប្រយោជន៍របស់ខ្លួនយើងក៏ត្រូវចេះធ្វើការអធិដ្ឋានបញ្ជូនកុសលទៅដល់សាច់ទាំងឡាយដែលយើងកំពុងបរិភោគនោះសូមឲ្យប្រលឹងរបស់សាច់នេះដែលខ្ញុំបករណាកំពុងតែបរិភោគនេះគុំនាំគ្នាឈរមើលទាំងអឡោះអាឡៃអីតទៅទៀតខ្ញុំបករណាសូមអធិដ្ឋានសាច់មួយចានដែលខ្ញុំបករណាបរិភោគនេះសូមឲ្យប្រលឹងសាច់ហ្នឹងបានរួចចាក់ផុតកម្មពីវិរិយទាំងឡាយសូមឲ្យប្រលឹងអ្នកដែលបានបែកធ្លាយចេញពីកាយរបស់អ្នកឯងនេះបានដើរទៅលើផ្លូវមួយដ៏ត្រឹមត្រូវគឺទិសឧត្តរដែលជាទិសទ្វារទឹកដើម្បីជំរះនៅមន្ទិលអាក្រក់ទាំងឡាយហើយនាំគ្នាទៅចាប់បដិសន្ធិរកកាយថ្មីជាមនុស្សទៅចោះកុំកើតមកជាសត្វទៀតយើងអធិដ្ឋានបែបនេះប៉ុន្តែយើងក៏ត្រូវតែជាយាមកាត់បន្ថយបន្តិចម្ដងកុំឲ្យកើតជាទម្លាប់ថាអញអធិដ្ឋានបានដែរអញ្ចឹងអញអាចស៊ីសត្វបានគ្រប់ពេលអានឹងក៏មិនបានដែរដោយលោកឪបានជម្រាបទៅកូនទាំងឡាយលោកទាំងឡាយមិត្តពធទាំងអស់បានដឹងហើយថាធម្មជាតិមានជីវិតមិនមែនមានតែមនុស្សទេវាមានសត្វគ្រប់ប្រភេទដែលមានជីវិតដែលជាធម្មជាតិពិតប្រាកដមួយកើតចេញពីមនុស្សដែលស្លាប់មុនសច្ចធម៌ទៅចាប់បដិសន្ធិមានកំណត់កាយជាសត្វនោះដោយព្រះសម្មាសម្ពុទ្ធចឹងព្រះអង្គកើតស្លាប់ប្រមាណជាតិណាមួយទៅកើតជាសត្វសេជាកើតជារុក្ខជាតិឃើញទេអានឹងឲ្យយល់អញ្ចឹងណាកូនទាំងអស់គ្នាដូច្នេះយើងមិនអាចទៅកំណត់ជីវិតសត្វណាមួយឲ្យគេស្លាប់
ពេលណាក៏បាននោះទេព្រោះគេជាធម្មជាតិមួយដែលមានជីវិតគេក៏ចង់រស់នៅគេក៏ចង់ដើរឲ្យដល់ទីបញ្ចប់នៃសច្ចធម៌របស់គេដែរណាចុះបើយើងអាងតែយើងអស្ចារ្យជាងគេចង់កំណត់ជីវិតសត្វណាមួយឲ្យស្លាប់ពេលណាក៏បានដើម្បីតែប្រយោជន៍របស់ខ្លួននោះយើងសួរខ្លួនយើងទៅវិញមើលតើយើងជាមនុស្សមានបញ្ញាលើសសត្វឬមួយក៏យ៉ាងម៉េចយើងគ្រប់គ្នាកំពុងតែនាំគ្នាមោទនភាពខ្លួនឯងថាយើងមានបញ្ញាលើសត្វប៉ុន្តែសត្វខ្លះវាមិនបានទៅធ្វើឲ្យធម្មជាតិណាមួយនេះទេដូចជាសត្វគោសត្វអីនេះសត្វជ្រូកសត្វអីហ្នឹងគ្នាស៊ីតែស្មៅសុំតែរស់មួយជីវិតនេះសុំឲ្យដល់ទីបញ្ចប់សច្ចធម៌ផងចោះទោះជាមនុស្សគេចាប់ប្រកាន់ថាខ្លួនជាសត្វល្ងង់ខ្លៅយ៉ាងណាក៏ដោយចោះក៏ប៉ុន្តែមនុស្សដែលចាត់ទុកថាសត្វនោះជាសត្វល្ងង់ខ្លៅនោះលោកទាំងឡាយបានសួរខ្លួនឯងមានបញ្ញាអស្ចារ្យប៉ុណ្ណាបើមានបញ្ញាវាត្រូវតែដឹងខុសដឹងត្រូវដឹងល្អដឹងអាក្រក់ឲ្យតម្លៃជីវិតសត្វផងទាំងពួងគ្រប់ជីវិតវាចុះបើខ្លួនឯងទៅសម្លាប់ជីវិតគេយកជីវិតគេយកសាច់គេមកធ្វើជាប្រយោជន៍របស់ខ្លួននេះសួរថាលោកខ្លាចជាបុគ្គលមានបញ្ញាដែរទេលោកដឹងខុសដឹងត្រូវដែរទេនេះជាចំណុចមួយដែលចង់ឆ្លុះបង្ហាញជាសច្ចធម៌ឲ្យលោកទាំងឡាយពិចារណាហើយការសម្ដែងនេះមិនមែនចាប់ប្រកាន់ទៅលោកទាំងឡាយនោះថាជាបុគ្គលដែលអាប់អីទេលោកឲ្យគ្រាន់តែឲ្យមើលការប្រៀបធៀបសត្វទាំងឡាយខ្លះតែសម្លៀកបំពាក់មិនមានទឹកដីប្រាថ្នាផងសុខចិត្តនៅជាធម្មជាតិប៉ុណ្ណាប៉ុណ្ណោះទទួលទានតែមួយចំអែតរបស់ខ្លួនហើយការទទួលទាននោះអត់មានស្អីក្រៅពីរុក្ខជាតិស្មៅតែប៉ុណ្ណោះមិនបានទៅប្រាថ្នាសម្បត្តិអនត្តាណាមួយទេចុះសម្រាប់យើងជាមនុស្សយើងសួរខ្លួនឯងហើយឆ្លើយខ្លួនឯងហើយប្រៀបធៀបទៅមើលមិនថាសត្វសនៈសត្វអីក៏ដោយសត្វសនៈវាត្រូវការតែម្ចាស់វាឲ្យបាយមកចំអែតព្រឹកល្ងាចហើយក៏ហើយគ្នាអត់មានត្រាច់ចូលទៅស្វែងរកសម្បត្តិអនត្តាណាមកទុកអីទៀតទេបន្ទាប់ពីឆ្អែតហើយក៏ដេកចាំផ្ទះឲ្យម្ចាស់ពេលម្ចាស់ត្រូវការទៅក៏ធ្វើតាមម្ចាស់ខឹងវាយស្រែកញែកញ៉ាចរត់ទៅមកសន្ទុះក្រោយមកជួបម្ចាស់ក៏បាក់កតុយល្វិចមកវិញស្មោះត្រង់ណាស់ប៉ុន្តែសាក់ធ្វើអញ្ចឹងជាមួយមនុស្សសាក់មើលទៅអត់បានទេគុំគំនុំគុំគួនលួចធ្វើបាបយើងនៅថ្ងៃមុខឥឡូវហ្នឹងគុំលេងហើយសួរទៅមើលតើនេះឬដែលយើងចាត់ទុកថាយើងជាបុគ្គលមានបញ្ញាប្រយ័ត្នខ្មាស់សត្វណាតាមស្រួលខ្មាស់សត្វពិចារណាដឹកដល់ឲ្យដល់ទីបញ្ចប់ទៅខ្មាស់សត្វឥឡូវជាចត្រាសុបិនឃើញខ្ញុំកណានិងម្ដាយចូលព្រៃឃើញលោកអើយកំពុងបដិបត្តិធម៌ក្នុងព្រៃស្អាតដោយທາງសួរការសុបិនទាំងឡាយគឺជាសច្ចធម៌មួយឆ្លោះបង្ហាញអំពីធម្មជាតិរបស់ខ្លួនគឺធម្មជាតិមួយដែលគេហៅថាធម្មជាតិចេតភូតនោះហ្នឹងហើយមានរឿងអត្តកំបាំងជាច្រើនដែលកូនទាំងឡាយមិនបានដឹងថាលោកអើនេះយ៉ាងម៉េចទេមួយរយៈនេះលោកអើបានធ្វើការចេញដើរប្រឡូកនៅក្នុងផ្លូវលោកមួយរយៈខ្លីនេះលោកអើដឹងច្រើនណាស់អំពីរឿងទាំងឡាយក្នុងផ្លូវលោកនេះដឹងពីសន្តានចិត្តមនុស្សយ៉ាងណាមនុស្សប្រភេទម៉េចមនុស្សយ៉ាងណាកំពុងត្រូវការអីកំពុងស្ថិតនៅក្នុងភាពច្រឡំបល់អីលោកអើដឹងច្រើនណាស់លោកអើសុំមើលសំណួរទៀតសិនអាស្រ័យលក្ខលោកតាការមិនហូបសាច់តើធ្វើឲ្យរាងកាយយើងខ្វះជីវជាតិសារធាតុចិញ្ចឹមដែរទេលោកតាមិនមែនទេវាអត់មានខ្វះនៅអរិណាសារធាតុខ្វះនៅរាងកាយអីទេពីព្រោះបន្លែគ្រប់មុខដូចជាល្ងសណ្ដែកសារធាតុទាំងអស់នោះឯងជាអ្នកជួយ
ជំរុញឲ្យរាងកាយនឹងកាន់តែរឹងមាំហើយអាយុវែងដើរដល់ទីបញ្ចប់នៃសច្ចធម៌